សមាជិក BTS បានវិលជុំគ្នាវិញឯក្រុម K-pop ចំនួនទី5ក៏កំពុងគ្រប់គ្រងតារាងចម្រៀងនិងកាន់តំណែងជាតារាតំណាងក្រុមហ៊ុន brand ធំៗជាបន្តបន្ទាប់ K-pop ឈានមកដល់ចំនួនទី5នេះហើយសំណួរសួរថាតើនរណាគឺជាតារា K-pop បារោះដែលមានមុខមាត់សង្ហាជាងគេក៏កាន់តែមានការចាប់អារម្មណ៍ខ្លាំងឡើងដែរមុនចូលដល់ខ្លឹមសារវីដេអូទាំងស្រុងចង់ណែនាំអ្វីពិសេសមួយបើសិនជាអ្នកទាំងអស់គ្នាចង់មករបស់ Q ឬក៏ចង់ធ្វើខ្នើយបតោងសោឬតុក្កតា customize ដែលអាចដាក់រូបបានអាចចូលទៅកាន់ Facebook page Oh My Gift ដូច្នេះបើសិនជាចង់ស្វែងរកកាដូ Q ដែលមានន័យសម្រាប់ខ្លួនឯងឬក៏ជួបមនុស្សជាទីស្រឡាញ់កុំភ្លេច Oh My Gift ណាដូច្នេះដោយផ្អែកទៅលើកត្តាជាច្រើនដូចជាការបោះឆ្នោតពីអ្នកគាំទ្រការតែងតាំងជាទូតប្រចាំម៉ាក brand ល្បីៗការចេញមុខនៅក្នុងវិស័យ fashion ក៏ដូចជាការលើកឡើងនៅលើបណ្ដាញសង្គមនានាពេលនេះយើងបានរកឃើញហើយថាតានណាគឺជាម្ចាស់ចំណាត់ថ្នាក់តារាប្រុស K-pop សង្ហាបំផុតទាំង10នៅឆ្នាំ2026តោះឥឡូវនេះយើងនាំគ្នារាប់ថយក្រោយពីលេខ10ទៅមុនជាមួយនឹង visual style ប្រចាំខ្លួនរបស់ពួកគេម្នាក់ៗ10 Hanbin ក្រុម Zero Base One The Bright Star 9 Songhun ក្រុម Enhypen The Ice Spring 8 Minkyu ក្រុម Seventeen Athletic Masculinity 7 Jin ក្រុម BTS Worldwide Handsome 6 Nikki ក្រុម Enhypen The Sharp Edge 5 Hyunjin ក្រុម Stray Kids The Ethereal Artist 4 Wonbin ក្រុម Rise The Fifth Gen Standard 3 Jungkook ក្រុម BTS The Golden Pop Star 2 Chanwoo ក្រុម Astro The Fast Genius ចំណាត់ថ្នាក់លេខ1បានទៅលើ V សមាជិកក្រុម BTS The National Treasure Kim Taeyong ត្រូវបានសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជាច្រើនលើកឡើងអំពីរូបរាងដ៏ទាក់ទាញហើយជាញឹកញាប់ត្រូវបានប្រៀបធៀបទៅនឹងតួអង្គនៅក្នុងគំនូរជីវចលដោយសារតែសម្រស់អំណោយផលពីកំណត់ដ៏ពិសេសរកអ្នកប្រដូចគ្មានហើយតែអ្នកណាតែអាចប្រកែកបានចំពោះការលើកឡើងដែលថាតារាប្រុសរូបនេះពិតជាមានភាពទាក់ទាញចេញពីក្នុងនៅគ្រប់ពេលដែលលោកបង្ហាញខ្លួនចូល30ឆ្នាំអាយុក៏ច្រើនដែរហើយក៏ចាត់ចូលជាវ័យកណ្ដាលដែរប៉ុន្តែលោកកាន់តែសង្ហានិងមានមន្តស្នេហ៍កាន់តែខ្លាំងឡើងរូបរាងបែប classic visual ភាពជឿជាក់ពីធម្មជាតិនិងឥទ្ធិពលផ្នែកតន្ត្រីបានធ្វើឲ្យ V នៅតែជាតារា K-pop បារោះដែលមានអ្នកនឹកដាមច្រើនបំផុតនៅឆ្នាំនេះដើម្បីទទួលបានមាតិកាថ្មីវីដេអូចម្រុះផ្សេងពីតារាចិននិងកូរ៉េលឿនមុនគេកុំភ្លេចចូល Subscribe ចូល YouTube របស់ Everstarry ការគាំទ្ររបស់អ្នកពិតជាកម្លាំងចិត្តដ៏មានន័យបំផុតសម្រាប់យើងនៅក្នុងការបង្កើតមាតិកាថ្មី